បាទសុខស្ដីពុកម៉ែបងប្អូនបាទថ្ងៃនេះគឺជួបជាមួយនឹងសម្បត្តិបាទបង្ហាញនៅបទ Bluetooth បងប្អូនបាទជាប្រភេទ Bluetooth ខាត់ខ្ញុំមានពីរប្រភេទបងប្អូនពីរប្រភេទមានជាប្រភេទបទជាក់បាទប្រភេទបទនឹងងាយស្រួលប្រើមិនទៅរិះភ្លើងអញ្ចឹងណាពុកម៉ែបងប្អូនបាទហើយវាចាប់បានចាប់ពីបាទ6ម៉ែត្រមកក្រោមបាទ6ម៉ែត្រមកក្រោម6 7ម៉ែត្រអីហ្នឹងវារៀងដាច់តិចហើយបាទតែតម្លៃវាគឺធូរថ្លៃអានេះតម្លៃ8000រៀលពុកម៉ែបងប្អូនបាទពីក្នុង5រលហើយប្រាប់ពុកម៉ែបងប្អូនច្បាស់ចឹងបាទដោយសារអីតម្លៃធូរថ្លៃវាបញ្ចប់អត់បានឆ្ងាយដែរតែពុកម៉ែបងប្អូនបើសិនជាចង់បានចាប់ឆ្ងាយអាចមើលមកប្រភេទនេះគេហៅថាប្រភេទ Premier ការវិខ្ចប់គេក៏ស្អាតដែរពុកម៉ែបងប្អូនបាទវិខ្ចប់គេមិនអេមបាទគាត់ណាយើងបាក់ឡើងក៏ដឹងថារបស់វាហ្នឹងហើយចង់និយាយថាការវិខ្ចប់របស់គេគឺស្អាតណាស់ស្អាតមែនតើតាមសារអ្នករៀបចំបាទគឺដាក់ design មកមកអេមបាទមកអេមហើយនៅខាងក្នុងគឺមានដូចមួយនឹងឆ្នាំងមួយបាទនេះដូចមាននេះហើយនឹងឆ្នាំងនេះតាមពិតទៅបើយើងទិញតែប្រភេទឆ្នាំងក៏បានដែរតែខ្ញុំទិញមកជាឈុតចេះតែម្ដងទៅអញ្ចឹងគឺធ្វើឲ្យតម្លៃវាពោះបាទពោះវាមានឲ្យជ្រើសរើសអញ្ចឹងណាវាលក់តែឆ្នាំងហើយនឹងលក់ដូចនឹងឆ្នាំងហើយឬក៏លក់តែដូចអញ្ចឹងបាទហើយយើងយកទឹកដូចនឹងឆ្នាំងមកតែម្ដងទៅពុកម៉ែបងប្អូនទិញទៅគឺប្រើតែម្ដងប្រភេទនេះគឺប្រើភ្លើង AC បាទពុកម៉ែបងប្អូនយកអាហ្នឹងដោតជាមួយនឹងព្រីភ្លើង AC ដោយសារវាដូចជាឆ្នាំងសាកទូរស័ព្ទអញ្ចឹងពុកម៉ែបងប្អូនបាទហើយខាងនេះគឺមានរន្ធ AUX ឬក៏រន្ធអុកវាហ្នឹងបាទហើយរន្ធ R រន្ធ L សម្រាប់ចេញជាងដោតមួយណាក៏បានដែរយើងមានដូចប្រភេទនេះគឺយើងដោតតាមរន្ធ AUX បាទនេះ AUX ហើយបើសិនជាយើងមានតែនេះសងខាងគឺយើងដោតតាមរន្ធនេះមកបាទអត់បញ្ហាទេវាលើដូចតែគ្នាទេហើយកម្រិតនៃការចាប់របស់វាពុកម៉ែបងប្អូនបាទគឺចាប់បានឆ្ងាយមែនទែនចាប់បានរហូតទៅដល់បាទ40ម៉ែត្រឬក៏50ម៉ែត្រអត់បញ្ហាទេបាទប៉ុន្តែយើងកុំថាវែងឆ្ងាយពេកចឹងអីគឺយើងប្រាប់ថាត្រឹម30ម៉ែត្រអីទៅក៏អូខេហើយបាទចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា